ទាន់ម៉ែនងគ្នាសាទរធ្វើការប្តឹងនិងបញ្ចុះទៅ UN រហូតទទួលបានលទ្ធផលអង្គការសហប្រជាជាតិ UN ជំរុញឲ្យមានបទឈប់បាញ់ដើម្បីការពារប្រជាពលរដ្ឋឯកឧត្តមកែវរ៉ាមីប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានបង្ហោះសារដោយអារម្មណ៍រីករាយថានៅទីបំផុតការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិបានទទួលយកបញ្ហានេះនិងចេញសេចក្តីថ្លែងការណ៍ជាផ្លូវការខណៈដែលសារព័ត៌មានកម្ពុជារាយការណ៍ថា UN កំពុងជំរុញឲ្យមានបទឈប់បាញ់និងការពារប្រជាពលរដ្ឋជាបន្ទាន់ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានអំពាវនាវឲ្យប្រទេសកម្ពុជានិងថៃបញ្ឈប់អំពើភាពជាសត្រូវនឹងគ្នានិងត្រឡប់ទៅកាន់តុចរចាជាបន្ទាន់ដោយសារតែប្រជាពលរដ្ឋជិតកន្លះលាននាក់ត្រូវបានបង្ខំភៀសខ្លួនដោយសារចំនួនតាមព្រំដែនកើតឡើងលោក Jeremy Lawrence អ្នកនាំពាក្យសិទ្ធិមនុស្សរបស់ UN បានថ្លែងថាមានការរាយការណ៍មកថានៅតំបន់ជុំវិញភូមិជាច្រើននិងទីតាំងវប្បធម៌កំពុងត្រូវបានវាយប្រហារដោយយន្តហោះចម្បាំង drone និងកំភ្លើងធំក្រុមការប្រយុទ្ធគ្នាយ៉ាងស្វិតស្វែងរវាងភាគីទាំងពីរក្រុមច្បាប់សង្គ្រាមបង្ហាញយ៉ាងច្បាស់ថាការការពារប្រជាពលរដ្ឋនិងហេហដ្ឋារចនាសម្ព័ន្ធស៊ីវិលគឺត្រូវបានយកចិត្តទុកដាក់យ៉ាងសំខាន់បំផុតភាគីទាំងពីរត្រូវតែបញ្ឈប់ការបាញ់ប្រហារជាបន្ទាន់ហើយត្រូវត្រឡប់ទៅកាន់កិច្ចព្រមព្រៀងនិងចរចាមិនដឹងថារដ្ឋាភិបាលថៃបានត្រៀមវិធីដោះស្រាយចំពោះបញ្ហានេះរួចហើយឬនៅ